សម្រាប់គ្នាយើងដែលមាន speed computer ទូចហើយតម្រូវឲ្យកាត់វីដេអូធំៗដូច 4K 10 bit អីឡើងហ្នឹងជាទូទៅនៅពេលអ្នកគ្នាធ្វើការ playback ដើម្បី rush cut គឺវាតាក់តើណាអញ្ចឹងដើម្បីឲ្យវា smooth ងាយស្រួលនៅក្នុងការ playback ខ្ញុំ recommend ឲ្យអ្នកគ្នាទៅធ្វើការ generate proxy ជាមួយនឹងកម្មវិធីរបស់ Blackmagic ដែលមានឈ្មោះថា Blackmagic Proxy Generator អញ្ចឹងអ្នកគ្នាបើកកម្មវិធីមួយហ្នឹងមកនៅពេលអ្នកគ្នា install ជាមួយនឹង DaVinci Resolve app មួយនេះគឺវានឹង install មកជាមួយ auto ហើយបន្ទាប់ពីអ្នកគ្នាបើក Blackmagic Proxy Generator ហើយអ្នកគ្នាត្រូវទៅ add ជាមួយនឹង footage ដែលអ្នកគ្នាចង់ធ្វើការ generate ហ្នឹងអញ្ចឹងចុចកន្លែង add នេះមកបន្តមកទៀតយើងទៅរើស folder ឬក៏ card footage ដែលអ្នកគ្នាបាន copy ទុកហ្នឹងឥឡូវខ្ញុំយក day 1នេះខ្ញុំ select វាមកបន្តមកទៀតអ្វីដែលអ្នកគ្នាត្រូវធ្វើមកមើលកន្លែង proxy format នេះយើងនឹងជ្រើសរើស resolution ដែលយើងនឹងធ្វើការ generate ទៅហ្នឹងអញ្ចឹងយើងតម្លាក់វាមកត្រឹម H264 8 bit 420ជាក់ស្ដែងដូច footage ដែលយើង playback តាក់មិញគឺវា 4K ហើយ10 bit អញ្ចឹងយើងតម្លាក់វាត្រឹម8 bit ហើយត្រឹម Full HD បានហើយបន្តមកទៀតអ្នកគ្នាចាប់ផ្ដើមធ្វើការ start ដើម្បីយើង generate proxy របស់យើងអ្នកគ្នាត្រូវរងចាំវាដើររហូតដល់ពេញមកបន្ទាប់ពីវាធ្វើការ generate ពេញហើយអ្នកគ្នាអាចទៅបើកជាមួយនឹង folder ដែលយើងបាន select មិញហ្នឹងមកគឺ day 1ហ្នឹងបន្តមកទៀតអ្នកគ្នានឹងឃើញ sub folder មួយដែលមានឈ្មោះថា proxy នេះអញ្ចឹងអានេះគឺជា footage ដែលយើងបានធ្វើការ generate proxy ហើយមិញហ្នឹងបន្តមកទៀតយើងចូលមក DaVinci Resolve វិញមកអ្នកគ្នាចូលទៅកន្លែងពាក្យថា playback បន្តមកទៀតយើងមកមើលកន្លែងពាក្យថា proxy shielding ហើយយើង prefer to proxy បើសិនបើយើង prefer camera original មានថាយើងកំពុងតែបើក footage original 4K 10 bit របស់យើងនឹងប៉ុន្តែបើសិនគ្នា prefer ទៅ proxy គឺវានឹង prefer ទៅកាន់ proxy ដែលយើងបាន generate មិញហ្នឹងគឺ Full HD 10 bit ហ្នឹងឯងអញ្ចឹងចុចបើកហ្នឹងមកអ្នកគ្នានឹងឃើញ proxy ពណ៌ផ្កាឈូកនេះ load មកតោះណាឬក៏អ្នកគ្នាអាចមកបើកវានៅកន្លែងនេះក៏បានដែរអ្នកគ្នាអាច prefer ទៅ camera original ឬក៏ prefer ទៅ proxy បានដូចគ្នាបន្តមកទៀតអ្នកគ្នាសាកមកតេស្តអូសជាមួយនឹង footage ដែលយើងបានអូសទៅតាក់មិញហ្នឹងពេលនេះគឺវាឡើងតាក់ទៀតឃើញទេអញ្ចឹងវាចាប់ផ្ដើម smooth ស្អាតនៅពេលដែលយើង rush cut យើង playback ចូលឡើងគឺវាមានភាពងាយស្រួលអញ្ចឹងខ្ញុំសង្ឃឹមថា trick នេះនឹងជួយអ្នកគ្នាបានច្រើនជួបគ្នានៅវីដេអូក្រោយ